បាទសួស្តីអ្នកគ្នាស្វាគមន៍មកកាន់ channel គង់វុន XL ខ្ញុំបងប្អូនអ្នកគ្នាបាយណានបាននាំ product ថ្មីមកទៀតហើយបងប្អូនណាបាទគឺសម្រាប់បងប្អូនដែលមាន Bitcoin បាទកុំទុកវាចោលបងប្អូនណាបាទគឺបងប្អូនយកមក stake មកគឺបងប្អូនទទួលបានរហូតដល់ 2.5% APR បាទហើយការ stake នោះគឺងាយស្រួលជាងមុនងាយមែនតើហើយខ្ញុំនឹងបរៀនបងប្អូនឬក៏ប្រាប់បងប្អូនលំអិតតាក់ទងជាមួយនឹងការ stake ហ្នឹងប៉ុន្តែបងប្អូនត្រូវមានគណនីបាយណានអញ្ចឹងបើសិនជាបងប្អូនអត់ទាន់មានគណនីបាយណានចុះឈ្មោះ link ខាងក្រោមបង្កើតបងប្អូនទទួលបានលុយ rebate commission 20% ពេញមួយជីវិតបងប្អូនណាបាទអូខេអញ្ចឹងខ្ញុំនឹងណែនាំច្បាប់ត្រួសឬក៏លក្ខខណ្ឌខ្លះៗដើម្បីបងប្អូនដឹងថាតើមាន Bitcoin តើបងប្អូន stake បានកាក់អីខ្លះយ៉ាអញ្ចឹង Binance បាន offer នៅ product ថ្មីបងប្អូនណាបាទគឺ product នេះគេហៅថា Binance Earn បាទដែលវាមានចំនួន limit Binance បាន land នៅ product ថ្មីគេថា enjoy up to 2.5% APR បាទអញ្ចឹងមានថាបើបងប្អូនយកមាន Bitcoin បងប្អូនអាច stake យកកាក់ baby ឬក៏ Babylon ហ្នឹងបងប្អូនណាបាទនេះគឺយើង stake Bitcoin យកកាក់ baby ជា reward យ៉ាអូខេអញ្ចឹងតើលក្ខខណ្ឌវាអ្វីខ្លះបងប្អូនណាបាទអញ្ចឹងតាក់ទងជាមួយការ stake នេះគឺ offer សម្រាប់តែ Binance on chain yield ប៉ុណ្ណោះបងប្អូនណាបាទអញ្ចឹង Binance on chain yield គឺរបៀបម៉េចបាទអញ្ចឹងខ្ញុំនឹងបន្តិចទៀតខ្ញុំនឹងធ្វើវីដេអូបង្ហាញបងប្អូនថាតើយកទៅ stake របៀបណាយ៉ាឥឡូវយើងមើលអស់គ្នាយ៉ាចឹង promotion នេះគឺមានកំណត់ផងដែរបងប្អូនណាបាទ promotion នេះគឺ period របស់វាគឺចាប់ពីខែ12បាទថ្ងៃទី3ឆ្នាំ2025ហ្នឹងរហូតទៅដល់ឆ្នាំ2026ខែ1ថ្ងៃទី2បាទគឺរយៈពេលមានកំណត់បងប្អូនណាបាទអញ្ចឹងគេ offer សម្រាប់តែ on chain yield ទេយេហើយតាក់ទងជាមួយនឹងការ stake គឺបងប្អូនមានគឺគេកំណត់យកទៅ stake Bitcoin ទេខុសពីកាក់ Bitcoin stake អត់បានទេយ៉ាអូខេអញ្ចឹងបងប្អូនមាន Bitcoin បងប្អូនយកទៅ stake មកហើយបងប្អូននឹងទទួលបានកាក់ Babylon ហ្នឹងបងប្អូន reward ជា Babylon ហើយបងប្អូន stake នៅក្នុង Babylon protocol ហ្នឹងយ៉ាហើយតាក់ទងជាមួយនឹងរយៈពេលនៃការ stake គឺបងប្អូនអាចរើសបានរយៈពេល15ថ្ងៃ30ថ្ងៃ60ថ្ងៃ60ថ្ងៃ day special និង90ថ្ងៃយ៉ាអញ្ចឹងសម្រាប់ APR វិញគឺសម្រាប់បើបងប្អូន stake 15ថ្ងៃបងប្អូនទទួលបាន 1.5% ដែលចំនួនតិចបំផុតនោះគឺ 0.01 Bitcoin រហូតដល់50 Bitcoin អញ្ចឹងមានន័យថាបើសិនជាបងប្អូនមាន Bitcoin ចន្លោះហ្នឹងបងប្អូនអាចយកទៅ stake 15ថ្ងៃបានគឺបាន reward មកគឺជាកាក់ baby យ៉ាអូខេហើយសម្រាប់30ថ្ងៃវិញគឺបងប្អូនបាន 1.8% បាទហើយ stake តិចបំផុត 0.1 ដូចគ្នាច្រើនបំផុតតែ30 Bitcoin ទេហើយបើ60ថ្ងៃវិញបងប្អូនបាន 2.1 បងប្អូនណាបាទហើយ60ថ្ងៃ 2.5 បាទ90ថ្ងៃ 2.5 អញ្ចឹងមានន័យថាបើបងប្អូន stake កាន់តែច្រើនថ្ងៃបងប្អូនទទួលបាន reward ជាភាគរយកាន់តែច្រើនដូចគ្នាហើយចំនួនតិចបំផុតនោះគឺ 0.01 យ៉ាហើយចំនួនច្រើនបំផុតនេះបងប្អូនអាចមើលតាមកន្លងនេះបានយ៉ាអូខេអញ្ចឹងកន្លែងនេះតាក់ទងជាមួយនឹង rule ឬច្បាប់នៃការ stake របស់បងប្អូនណាបាទអញ្ចឹងកន្លែងនេះគឺចង់និយាយថា subscription ហ្នឹងគឺបងប្អូន stake មុនទទួលបានមុនអញ្ចឹងមានន័យថាបើបងប្អូន stake ក្រោយគេវាអាចនឹងអស់អូខេយេហើយបងប្អូន stake ទៅបងប្អូននឹងទទួលបានជាកាក់ baby ហើយ stake គឺកំណត់យកតែកាក់ baby ទេហើយការ stake នោះ reward បងប្អូនគេនឹងចាប់ផ្ដើម count ឬក៏ snapshot ជារៀងរាល់ថ្ងៃបងប្អូនណាបាទហើយបងប្អូនក៏ទទួលបានកាក់ហ្នឹងកាក់ baby ធ្លាក់ចូល account spot account បងប្អូនជារៀងរាល់ថ្ងៃដូចគ្នាបងប្អូនណាបាទដែលគេធ្វើការ record វាដើម្បី distribute អាកាក់ baby ហ្នឹងចូល account spot បងប្អូនជារៀងរាល់ថ្ងៃដូចគ្នាយេហើយតាក់ទងជាមួយនឹង early redemption មានន័យថាយើងចង់ដកកាក់មុនការកំណត់ early redemption ហ្នឹងយេអញ្ចឹងបើសិនជាបងប្អូនដកកាក់មុនកំណត់វានឹង affect ទៅលើ result មានន័យថាបងប្អូននឹងអត់ទទួលបាន baby loan ហ្នឹងទេមានន័យថាបងប្អូនថ្ងៃបន្ទាប់ទៀតឧទាហរណ៍ថាបងប្អូន unstake ថ្ងៃហ្នឹងអញ្ចឹង3ថ្ងៃក្រោយបាទនេះ within next 3 day 3ថ្ងៃក្រោយគឺបងប្អូនទទួលបានកាក់ Bitcoin បងប្អូនហ្នឹងធ្លាក់ចូលមកកាន់ account បងប្អូនអញ្ចឹងបើសិនជាបងប្អូនunlock ភ្លាមអត់ទទួលបានភ្លាមទេ unlock ហើយ3ថ្ងៃក្រោយទទួលបាន Bitcoin បងប្អូនត្រឡប់មកវិញយ៉ាហើយតាក់ទងជាមួយនឹងមួយទៀតគឺបងប្អូនទទួលបាន baby កាក់ baby នឹងហើយបងប្អូនណាបាទគឺបងប្អូនយកវាទៅ lock បន្ថែមទៀតបាទយកកាក់ baby នឹងដែលបងប្អូនទទួលជា reward យក lock ទៀតបងប្អូនទទួលបានភាគរយកាន់តែច្រើនទៀតគឺរហូតដល់ 29.9% បាទ APR បាទគឺ M មែនតើអញ្ចឹងមានន័យថា stake Bitcoin នេះបានកាក់ Babylon យកអា Babylon យកទៅ stake មួយតង់ទៀតបងប្អូនណាបាទ stake មួយតង់ទៀតបាន 29.9% មួយតង់ទៀតហើយតាក់ទងជាមួយនឹងការកណនី reward វិញបាទគឺយក daily reward របស់បងប្អូនទទួលបាននោះគឺយកតម្លៃ Bitcoin បងប្អូនគឺជា USDT ហ្នឹងយកទៅគុណជាមួយនឹង APR ចែកឲ្យ365ថ្ងៃយ៉ាហើយបន្តមួយទៀតចែកឲ្យតម្លៃ Babylon គឺជា USDT យ៉ាអូខេឥឡូវខ្ញុំបញ្យល់ rule ច្បាប់ដែលបងប្អូនគួរតែដឹងអស់ហើយឥឡូវយើងមកមើលរបៀបនៃការ stake របស់គ្នាតើយើង stake របៀបម៉េចយ៉ាឥឡូវខ្ញុំបង្ហាញបងប្អូន
អូខេបងប្អូនគ្នាអញ្ចឹងបងប្អូន make sure ថាបងប្អូនមានកាក់ Bitcoin នៅក្នុងគណនី spot account បងប្អូននេះបងប្អូនបាទឥឡូវខ្ញុំមាន Bitcoin 0.01 ជាងដែរខ្ញុំនឹងធ្វើការ stake ឲ្យបងប្អូនមើលទាំងអស់គ្នាអញ្ចឹងដំបូងបងប្អូនចូលកន្លែង home នេះមកចូលកន្លែង home ហើយបងប្អូនឃើញពាក្យ more ដែរបងប្អូនចុចកន្លែង more ហ្នឹងមកហើយបងប្អូន scroll មកក្រោមយកកន្លែង earn function បងប្អូនបាទនេះកន្លែង earn function នេះearn function នេះបងប្អូនចុចពាក្យ earn នេះមកបាទចុចកន្លែង earn នេះមកបន្ទាប់ពីចុចកន្លែង earn ហើយមើលកន្លែងនេះបាទមើលកន្លែងនេះបងប្អូននឹងឃើញថា enjoy up to 2.5% APY ឃើញបងប្អូន APR អញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកបាទចុចកន្លែងហ្នឹងមកបន្ទាប់ចុចឡើងវានឹង link មកដល់កន្លែងនេះបងប្អូនឃើញថា baby loan baby loan អញ្ចឹងវាមាន90ថ្ងៃបាទ60ថ្ងៃបាទ30ថ្ងៃដូចក្នុងតារាងដែលបងប្អូនបានឃើញនឹងអញ្ចឹងបងប្អូនណាបាទអូខេអញ្ចឹងកន្លែងនេះគេដាក់ថាចំនួនកំណត់នេះ 0.01 តិចបំផុតបងប្អូនណាបាទអញ្ចឹងបងប្អូនសេ90ថ្ងៃគឺ 0.01 បងប្អូននឹងទទួលបានអូខេឥឡូវបងប្អូនធ្វើដូចមិនដែរអញ្ចឹងបងប្អូននៅកន្លែងនេះខ្ញុំបងប្អូនជិះពាក្យ Mac នេះមកនេះបងប្អូននឹងឃើញចំនួន Bitcoin ហ្នឹងបាទអញ្ចឹងខ្ញុំដាក់តែ 0.01 ខ្ញុំ stake បងប្អូនមើលអូខេអញ្ចឹងនេះ 0.1 អញ្ចឹងមកអញ្ចឹងបងប្អូនមើលនេះ lock reward បងប្អូននឹងអាចទទួលបានរហូតដល់286ឃើញបងប្អូន baby loan ជាកាក់ baby loan អញ្ចឹង baby distribute នេះថ្ងៃបង stake ថ្ងៃហ្នឹងទៅថ្ងៃទីបាទថ្ងៃទី11បាទថ្ងៃទីខែ11ថ្ងៃទី3នេះចាប់ផ្ដើម distribute ដែរបងប្អូន2026បាទអញ្ចឹងអូខេអញ្ចឹងឡើងនេះឲ្យបងប្អូនចុចកន្លែងនេះបងចុចកន្លែង earn នេះមកចុច earn ឲ្យបងប្អូនចុច index មកនេះបងប្អូនចុច index មកណាអញ្ចឹងបងប្អូនចុច index មកគឺបងប្អូននឹងជោគជ័យហ្មងបាទគឺបងប្អូន stake បានសម្រេចហើយអញ្ចឹងគឺរបៀប stake គឺងាយស្រួលទេហើយបងប្អូននឹងទទួលបានកាក់ baby loan ហ្នឹងបាទនៅក្នុង spot account បងប្អូនគឺរាល់ថ្ងៃបងប្អូនណាបាទនេះនៅក្នុងកាក់ baby loan នេះបាទបច្ចុប្បន្ននេះកាក់ baby loan នេះគឺវាមានតម្លៃ 0.019 ជាងមាន 0.02 សេនចុះបងប្អូនណាបាទគឺនេះគឺតម្លៃកាក់ baby loan ហ្នឹងបើកាក់ baby ហ្នឹងបងប្អូនណាបាទអញ្ចឹងបងប្អូននឹង stake Bitcoin ទៅបងប្អូននឹងទទួលបានកាក់ហ្នឹងធ្លាក់ចូល spot account បងប្អូនហើយធ្លាក់រាល់ថ្ងៃអញ្ចឹងបងប្អូនយកអាហ្នឹងយកទៅ stake មួយតង់ទៀតគឺបងប្អូនបាន 29.9% មួយតង់ទៀតបងប្អូនណាបាទគឺអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេគឺរបៀប stake បាទគឺងាយស្រួលមែនទែនបាទអរគុណច្រើនសម្រាប់ទស្សនាវីដេអូនេះពីដើមដល់ចប់ជួបគ្នាវីដេអូក្រោយអរគុណបាយបាយ